ទទួលយកនៅសំណាងដែលបងប្អូននឹងទទួលបាននៅក្នុងវេលាខាងមុខប្រសិនបើបងប្អូនយល់សប្តិឃើញរឿងទាំងអស់នេះការដែលបងប្អូនយល់សប្តិវាអាចបង្ហាញអំពីលាភសំណាងដែលយើងនឹងទទួលបាននៅក្នុងពេលអនាគតឬក៏រឿងអាក្រក់ណាមួយដែលមកទឿនយើងឲ្យដឹងជាមុនប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៃសុបិនមួយចំនួនដែលបង្ហាញថាបងប្អូននឹងទទួលបានសំណាងអំពីសុបិនមួយនេះប៉ុន្តែសូមកុំប្រាប់នរណាឲ្យសោះនៅក្នុងចន្លោះពេលដែលបងប្អូនយល់សប្តិអូខេមានន័យថាបន្ទាប់ពីយល់សប្តិហើយ3ថ្ងៃតើបអាចប្រាប់គេបានបើពុំដូចនោះទេយល់សប្តិនេះអាចនឹងធ្វើឲ្យបងប្អូនខ្វៀងនៅលាភធំអញ្ចឹងបើសិនជាបងប្អូនចង់ទទួលបាននៃសំណាងតាមរយៈយល់សប្តិទាំងនេះសូមបងប្អូនព្យាយាមរក្សាទុកក្នុងចិត្តហើយនឹងព្យាយាមអធិដ្ឋានសូមឲ្យអំណាចនៃយល់សប្តិនេះញ៉ាំងឲ្យបងប្អូនទទួលបានលាភដោយក្តីប្រាថ្នារយៈពេល3ថ្ងៃជាប់គ្នាសុបិនទី1នៅវេលាដែលបងប្អូនយល់សប្តិឃើញទទួលបានដុំមាសចាមាសប្រាក់កែវកងឬក៏កំណប់ណាមួយមិនថាបងប្អូនយល់សប្តិឃើញទទួលបានជាសំពៅជាហឹបជាដុំមាសឬក៏រើសបានជាដុំជាមាសជាប្រាក់ទេបងប្អូនបើសិនជារើសបានយកមកពាក់លើខ្លួនក្តីយកមកទុកក្តីមានន័យថាបងប្អូននឹងទទួលបានសំណាងអំពីការយល់សប្តិមួយនេះអញ្ចឹងហាមប្រាប់គេណានៅក្នុងចន្លោះពេល3ថ្ងៃភ្ញាក់ពីគេងភ្លាមត្រូវតែនឹកឃើញដល់យល់សប្តិនេះហើយអធិដ្ឋានសូមឲ្យលាភចូលចាសំណាងចូលទ្រព្យមាសប្រាក់ហូរចូលហូរហែ3ថ្ងៃជាប់គ្នាពេលភ្ញាក់ពីគេងអូខេរឿងទី2ចាបងប្អូនយល់សុបិនឃើញខ្លួនឯងទទួលបាននៅដួងកែវពិសិដ្ឋឬក៏ត្បូងឬក៏អ្វីមួយយ៉ាងដែលជាវត្ថុទៅប៉ុណ្ណាចាបើសិនជាយល់សប្តិបានអញ្ចឹងអានឹងគឺនឹងទទួលបានលាភធំខ្ញុំជឿថាប្រហែលជាបងប្អូនមួយចំនួនធ្លាប់យល់សប្តិឃើញខ្លួនឯងទទួលបាននៅដួងកែវពិសិដ្ឋណាមួយជាអ្វីដែលមានពន្លឺចែងចាំងភ្លឺត្រចះត្រចង់បងប្អូនអានឹងល្អណាបើបងប្អូនទទួលបានទុកនៅក្នុងដៃឬក្នុងខ្លួនណាគឺនឹងមានលាភធំហ្នឹងអាចជាលាភលក់ទ្រព្យធំចេញលាភឡើងស័ក្តិឬក៏លាភទទួលបានទ្រព្យរបស់ជាផ្ទះសម្បែងឡានលុយកាក់ជាដើមអាហ្នឹងគឺហាមផ្ដាច់កុំប្រាប់គេឲ្យសោះចាចាំ3ថ្ងៃក្រោយចាំប្រាប់គេហើយអធិដ្ឋានសុំដូចលើកមុនដែររឿងទី3បើសិនជាបងប្អូនសុបិនឃើញចាព្រះពុទ្ធអាទិទេពឬក៏ព្រះបារមីឬក៏ស្ដេចនាគចាគ្រាន់តែសុបិនឃើញក៏ជាលាភដែរតែជាលាភនៃការទទួលបានសុភមង្គលនិងភាពសុខដុមរមនានៅក្នុងចតាលេខរបស់បងប្អូនតែក៏ជាលេខលាភដូចគ្នាហើយបើសិនជាឃើញព្រះបារមីឬក៏ព្រះអង្គប្រទាននៃអ្វីមកឲ្យយើងហើយយើងបានទទួលទុកទៀតអាហ្នឹងគឺលាភរឹតតែធំចាសពបែបនេះល្អខ្លាំងមែនតែនចាទី4សុបិនឃើញខ្លួនឯងស្ថិតនៅក្នុងវិមានផ្ទះធំស្កឹមស្កៃឬក៏វាំងឬក៏ភូមិគ្រឹះឬក៏ដូចជាឋានសួគ៌លោកីណាមួយដែលបងប្អូនមានអារម្មណ៍ថាយើងបានទៅដល់ហើយលហឹមនៅក្នុងចិត្តអាហ្នឹងក៏ទទួលបានលាភធំដែរបើបងប្អូនជាអ្នកធ្វើរកស៊ីតាមអនឡាញឬក៏ social media ឬក៏អ្វីមួយយ៉ាងដែលនៅក្នុងការងាររបស់បងប្អូនដែលចេញផ្សាយតាមបណ្ដាញសង្គមណាអាហ្នឹងគឺត្រៀមទទួលនៃភាពល្បីល្បាញការគោរពការកោតសរសើរនិងលាភតាមរយៈការងារតាមបណ្ដាញសង្គមនឹងចុះនឹងមករឿយៗហើយបើសិនបងប្អូនណានៅក្នុងសុបិនហ្នឹងទៀតសោតបងប្អូនមានអារម្មណ៍មួយថាវាំងនឹងវិមាននឹងរបស់ទាំងអស់ហ្នឹងជារបស់យើងទៀតបងប្អូននឹងកាន់តែទទួលបានលាភធំហើយបើបងប្អូនមានកន្លែងហ្នឹងណាចាបងប្អូនត្រៀមទៅជាងលេខបងប្អូនមិនក្រទេដឹងតែទទួលបាននៃសំណាងធំហើយប៉ុន្តែមានដំណំមួយដោយខ្ញុំបានលើកឡើងអញ្ចឹងគឺមុនវេលា3ថ្ងៃមិនឲ្យនិយាយប្រាប់អ្នកណាទេដើម្បីឲ្យយើងមានវេលានៅក្នុងការអធិដ្ឋានសូមឲ្យអំណាចនៃការយល់សប្តិនេះបានមកដល់យើងយ៉ាងពិតប្រាកដភ្ញាក់ភ្លាមថ្ងៃទី1អធិដ្ឋានភ្ញាក់នៅព្រឹកទី2អធិដ្ឋានភ្ញាក់នៅព្រឹកទី3អធិដ្ឋានសូមឲ្យកម្លាំងនៃអំណាចនឹងកើតឡើងចំពោះយើងពិតមែនអញ្ចឹងបងប្អូនធ្វើបែបនឹងបានល្អខ្ញុំទឿនហើយណាថាបើសិនជាយល់សប្តិអញ្ចឹងសូមបងប្អូនរក្សាទុកហើយសូមឲ្យបានលាភធំនិងជោគជ័យគ្រប់ប្រការផ្លិចបើសិនជាបងប្អូនមានព្រះអង្គកណេសដូចខ្ញុំនៅក្បែរខ្លួនអញ្ចឹងទៀតលើភ្ញាក់មកពេលយល់សប្តិល្អអញ្ចឹងអធិដ្ឋានបន្ថែមដល់ព្រះអង្គកណេសលោកនឹងជួយកម្ចាត់នៃឧបសគ្គទាំងពួងឲ្យយើងហើយលោកនឹងប្រទាននៃរុញនៃ
លៀបទាំងអស់ហ្នឹងឲ្យមកកាន់តែល្អហើយអត់មានឧបសគ្គអញ្ចឹងកុំភ្លេចនឹកគុណព្រះអង្គកណេសផងណាចំពោះបងប្អូនដែលមានយន្តព្រះអង្គកណេសដូចអ្នកគ្រូចាចំពោះបងប្អូនដែលចង់ជាយន្តអ្នកគ្រូមានយន្តពីរប្រភេទដើម្បីណែនាំជូនបងប្អូនយន្តទី1គឺយន្តព្រះអង្គវេស្សវណ្ណស័ក្តិសមបំផុតសម្រាប់បងប្អូនដែលសម្បូរទៅដោយអ្នកឈ្លាននេះចាញ់ផ្ចាល់និងបៀតបៀនបងប្អូនចំពោះទាំងរឿងផ្លូវក្នុងហើយនិងរឿងផ្លូវក្រៅព្រោះយន្តព្រះអង្គវេស្សវណ្ណអាចជួយបញ្ជៀសនៃគ្រោះបានជួយបញ្ជៀសនៃអមនុស្សក៏ដូចជាមុនខ្មៅបានដូចគ្នាយន្តទី2គឺយន្តព្រះអង្គកណេសបងប្អូនដែលជាយន្តព្រះអង្គកណេសគឺនឹងទទួលបាននៅលាភជ័យនិងការប្រទានពរឲ្យមានលាភមានភ្ញៀវមានសំណាងហូរចូលមានលុយហូរចូលច្រើនទ្រព្យគង់លាភគង់ហើយក៏ជួយទប់ស្កាត់និងបញ្ជៀសនៃគ្រោះបាត់មុខផ្សេងៗដូចគ្នាបងប្អូនអាចជាយន្តទាំងពីរនេះក៏បានដែរដើម្បីរួមផ្សំគ្នាទាំងការការពារនិងទាំងការទទួលបានលាភទាំងពួងណា